នេះជាវីដេអូដំណើរកំសាន្តវគ្គ2ដែលខ្ញុំធ្វើដំណើរទៅលេងជាមួយបងភក្តីនឹងវងនៅឯខាងទឹកធ្លាក់វាខ្សាច់ហើយក៏មានសកម្មភាពជាច្រើនដូចជាអាំងភ្លើងលេងហើយវងវិញសែតហើយហូបបាយជុំគ្នាហើយក៏គប់ត្រីលេងហើយទឹកធ្លាក់របស់យើងខែនេះឃើញថាស្អាតមែនទែនបងប្អូនអញ្ចឹងពុកម៉ែបងប្អូនកុំភ្លេចតាមដានទស្សនាវីដេអូខ្ញុំទាំងអស់គ្នាជំរាបសួរនិងសួស្តីដល់ពុកម៉ែបងប្អូនទាំងគ្នាហើយនេះគឺជាសកម្មភាពពេលព្រឹកដែលខ្ញុំវីដេអូនៅវគ្គ1យើងតមកវគ្គ2ហើយនេះក៏ខ្ញុំឈាមសិនជាមួយបងភក្តីដែលមុននឹងធ្លាក់ទឹកយើងទៅគប់ត្រីនៅឯក្បាលឆាយហើយមកដល់កន្លែងនេះខ្ញុំមកដល់គប់នឹងបានត្រីមួយហើយត្រីនឹងប្រហែលជា2គីឡូហើយសកម្មភាពយើងគប់ត្រីនឹងគប់ទាំងភ្លៀងហើយយើងមកដល់ខាងលើនេះព្រះបងប្រុសមួយដែលទៅស្គាល់ឈ្មោះគាត់ហើយគាត់មកគប់ត្រីជាមួយដែរនឹងមកគប់ដល់នេះបានត្រីមួយទៀតបងប្អូនហើយត្រីនឹងប្រហែលជា2គីឡូកន្លះទៅជិត3គីឡូហើយភក្តីវិញអត់គប់ត្រីទេអង្គុយសងំតែនៅក្នុងរូបភ្នំព្រោះយើងល្ងាព្រោះធ្លាក់ទឹកយើងរួមទៅទ្រីបនេះអាណិតគាត់ដែរធ្លាក់ទឹកខូចទូរស័ព្ទអស់មួយហើយបបក់ត្រីអត់ស៊ីអត់បានទៀតអង្គុយនឹងរូងភ្នំមួយថ្ងៃយូររួមតាំងពីព្រឹកមកមួយថ្ងៃទៅដល់ម៉ោង2មេឃអត់រាក់នៅពេលរូបនំផឹកតែកាហ្វេអត់មានបាយមានអីទេហើយខ្ញុំក៏នឹកឃើញថាគប់ត្រីអន2ហើយពេលក្តីក៏ទៅរួចនឹងខ្ញុំដែរឥឡូវក៏មកអង្គុយជ្រប់ភ្លៀងនឹងរូងភ្នំដែរហើយពេលក្តីគេក៏ចេញគប់ត្រីម្នាក់ឯងហើយក៏គប់មកស្ទុះឃើញថាអត់បានក៏រៀបចំទៅកន្លែងដេកដើម្បីសាធនៈទៅដេកកន្លែងទឹកធ្លាក់វាខ្សាច់ដោយសារមេឃភ្លៀងឡើងពេកខ្ញុំក៏បានថតអីច្រើនណាស់ទេក៏សូមកាត់មកដល់កន្លែងនេះហើយនេះជាត្រីដែលខ្ញុំគប់បាននៅកន្លែងដែលនៅលើកន្លែងនេះខ្ញុំគប់ដែលឃើញសកម្មភាពដែលខ្ញុំចេញត្រីនោះហើយត្រី2នេះបងប្អូនមួយតុង2គីឡូខ្លះមួយតុង2គីឡូអញ្ចឹងក៏ចង់ប្រាប់បងដែលចង់លេងត្រីអីក៏ស៊ីដែរផ្លែនេះអញ្ចឹងបងប្អូនចង់ទិញអាចទិញតាមរយៈខ្ញុំក៏បានដែរបងប្អូនខ្ញុំមានលក់ហើយត្រីនេះអីក៏ស៊ីដែរបងផ្លែមិញយូរំត្រីក៏ស៊ីដែរស៊ីគ្រប់ប្រភេទហើយក៏ផ្លែហ្នឹងអត់ថ្លៃប្រហែលទេបងប្អូនជាមកគ្រប់ដូចជា10000ជាងទេបងប្អូនបាទតោះយើងចូលដល់សាច់រឿងវិញក្តីថាអ្នកណាគប់ត្រីបាននេះអ្នកនោះអ្នកធ្វើត្រីអញ្ចឹងក៏ខ្ញុំរៀបចំធ្វើត្រីធ្វើដើម្បីឲ្យព្រឹកក្តីគេហៅថាស្ងួរជ្រក់ឈិនឈួនថ្ងៃនេះព្រឹកក្តីក៏ចេញវេដីស្ងួរជ្រក់ឈិនឈួនធ្វើពីដាក់វងហើយខ្ញុំអត់ធ្វើតែប្រអីខ្ញុំគប់ត្រីខ្ញុំដេកអង្គុយមើលហ្នឹងហើយដេកមើលគេព្រឹកក្តីគេធ្វើម្ហូបហើយព្រឹកក្តីមុខបាក់វាអាចមកធ្វើអីទូរស័ព្ទក៏ខូចនិយាយរួមទៅខោក៏ជោគោមកសែតហើយជើងនេះឲ្យគប់ត្រីក៏មិនបានដល់ណាត់គាត់ដែរវងក៏អង្គុយសែតហើយទិដ្ឋភាពទឹកធ្លាក់របស់យើងខែនេះក៏ឃើញថាអូស្អាតមែនតើហើយព្រឹកក្តីនឹងវងគេសែតគេនេះមែនតើបងប្អូនហើយខ្ញុំក៏ទៅនេះពេលក៏ថតក្បែរនឹងគេក៏ពេលក្តីគេចាប់ដើមក៏រៀបចំធ្វើម្ហូបដើម្បីហូបជុំគ្នាហើយវងក៏ចាប់ដាក់សាច់និយាយរួមទៅខានហូបទឹកដៃធ្វើម្ហូបពេលក្តីយូរហើយប្រហែលជាចូលមួយខែទៅជិត2ខែអញ្ចឹងក៏ថ្ងៃនេះមកបកត្រីឲ្យពេលក្តីស្គួរជក់ចិនឈួនហូបជុំគ្នាម្ដងហើយក៏ពេលក្តីក៏ដួសសាច់ខ្ញុំបានតិចអញ្ចឹងក៏បើគេដួសឲ្យបានតិចហើយក៏អង្គុយហូបមកទៅហើយខ្ញុំអត់មានស្លាបព្រាទេខ្ញុំហូបនឹងកែវហើយវងវិញហូបនឹងដៃហើយទឹកសឡទៀតបងប្អូនមានណាខ្ញុំបាកែវកាហ្វេនឹងដាក់តហត់ជាងលើថាពេលក្តីគេបាយហើយគេអុយគេនៅសុកហើយទៀតទៅខ្ញុំទៅគប់ត្រីទៀតខ្ញុំគប់ត្រីទៀតប៉ុន្តែខ្ញុំអត់ថតទេទៅគប់ត្រីគប់ជីទូមដល់គប់ត្រីបងភ្លៀងទៀតហើយខ្ញុំក៏ថតកាត់ហើយនេះពេលយប់វងដេកមុនហើយក៏ថតកាត់អានេះដល់ពេលព្រឹកហើយវងវិញរួមគាត់មួយទឹកកន្លែងទឹកធ្លាក់វាខ្សាច់ទាំងព្រឹកមកព្រោះកន្លែងនេះវងលុតទឹកពេលងាយទឹកអត់មានទឹកតែដល់ពេលព្រឹកទឹកលិចបាត់ហើយព្រឹកក្តីគេស្នេហ៍ស្នាលដល់ខ្ញុំវិញអង្គុយធ្វើម្ហូបជៀនសាច់ហើយនឹងកំដៅម្ហូបជៀនឈួនពេលល្ងាចដែលយើងហូបអត់អស់ហើយយើងយកមកកំដៅហូបពេលព្រឹកម្ដងទៀតហើយវងវិញស្មើនឹងមួយទឹកមិនទាន់ក្រងពីទឹកដែរព្រោះទឹកវាអត់ស្រួលជាក់តែទឹកវាក្តៅងំវិញហើយដល់ព្រឹកក្តីគេអង្គុយមើលខ្ញុំជៀនសាច់ទៅផ្នែកគេអង្គុយគេមកអង្គុយជៀនម្ដងវិញហើយជៀនសាច់ណាភ្លើអត់ចង់ឆេះព្រោះពេលយប់មិញភ្លៀងខ្លាំងពេកក៏យើងអស់វិសាមមានតែជៀនត្រីភ្លើអត់ឆេះចេះជៀនទៅដល់វងគេមិនទឹកហើយគេអង្គុយណាខ្សែវិញដល់ពេលក្តីគេហេវមកគេមិនទៅក៏ចាប់ដើមហូបបាយមុនគេខ្ញុំក៏ឃើញគេហូបបាយណាក៏ដាក់ដែរដាក់ពុកប្រាក់ដើម្បីទ្របពោះដើម្បីទៅគប់ត្រីមកប៉ែតហើយអាការគប់ត្រីដែលយើងដែលមុនយើងទៅផ្ទះហ្នឹងគប់ទៅមកប៉ែតតែបងប្អូនបានទៀតហើយក៏យើងរៀបចំអង្គុយប្លែកគ្នាពីប៉ុកក៏យើងក៏រៀបចំដើម្បីសាតង់ហើយកន្លែងនេះខ្ញុំដេកហ្នឹងគឺដេកនៅដីដែរដេកនៅដីទៀតពីអ្នកវងកន្លែងខ្ញុំដេកហើយពេលក្តីគេបានក្រែអីគេតង់គេនៅដេកម្នាក់ឯងខ្ញុំទៅរូបជើងនេះពីអ្នកវងសឹងថាចង់រៀងប្រយបងប្អូនអើយអាងរឹងក៏អត់អាតង់ក៏អត់ហើយពេលក្តីគេឌឺដងគេណាគេបានអាតង់អីគេតង់នេះគេតង់នេះជ្រុះទៅតាមផ្លូវទៀតបានបងប្អូនគាត់
មកតាមផ្លូវមួយគ្នាគាត់រើសឲ្យទៅក៏ចាំគេពេកក៏គប់ត្រីបានហើយយើងបោះតង់ដីនឹងគប់លេងបានត្រីមួយតុង3គីឡូហើយក៏យើងបង្អួតត្រីហើយក៏យើងរៀបចំយកអីវ៉ាន់ដាក់ទូកហ្នឹងហើយព្រោះភេទត្រីបាក់វានឹងម្សិលដែលខ្ញុំគប់ត្រីពិបាកឲ្យទូរស័ព្ទធ្លាក់ទឹកលួធ្លាក់ទឹកអីមកពីព្រឹកមកមុនទៅផ្ទះនេះខ្ញុំគប់ត្រីបានមួយទៀតឬអត់ចិត្តទៀតយើងក៏រៀបចំយកផ្ទះទូកហ្នឹងផ្ទះទូកយើងទៅផ្ទះព្រោះអីភេទក្តីនឹងវងគាត់ត្រូវទៅកំពង់ធំវិញថ្ងៃហ្នឹងហើយគាត់ចេញទៅកំពង់ធំតាំងពីថ្ងៃហ្នឹងហើយម៉ោង2ម៉ោង3ថ្ងៃញីនោះក៏ចេញទៅកំពង់ធំវិញបញ្ញាប់អញ្ចឹងក៏យើងអត់នៅយូរទេយើងក៏ជម្រាបលាដល់ពុកម៉ែបងប្អូនទាំងអស់គ្នាមកដល់កន្លែងនេះហ្នឹងវាមានបងប្អូនហ្នឹងគាត់យកក្បាលស៊ីម៉ូតូខ្ញុំក៏ដោះយកក្បាលស៊ីបងគាត់នៅមកដាក់ម៉ងនៅនឹងហើយអរគុណច្រើនដែលបងបានឲ្យខ្ចីក្បាលស៊ីសិនក៏អរគុណច្រើនបង